bà số đây mời mối bà hay là số đây bóng phôn mặt chiềng là ngày đi đài nhà miền video và hai mươi tiết đấy tờ lờ cả chú chô tờ lờ cái chọ đại bài tờ lờ model là Vivo Y mà phải mối e bà vì miền lại cả nạ bài khăn tờ lờ trong hẳn lớn bóng phôn bà bàn thạch vì ấy làm lại cả thò mà đá đấy bà hay bậc phải để căng này đã cứ chỉ bậc phải để căng xịn mà sân xịn cái này để máu tôi sắp đi mình đây chui chuiเลยmà lời này còn bàn khơiនៅវីដេអូយើងបានបង្ហោះពីម្សិលមិញឥឡូវនេះគាត់បានធ្វើការយកទូរស័ព្ទនេះយកមកផ្លាស់ប្ដូរកញ្ចក់មួយទៀតហើយបាទអានេះគឺជារបៀបនៃការជួសជុលទាំងស្រុងទៅលើការបដូរកញ្ចក់ថាច់ពីកន្លែងយើងបាទហើយនៅលើវីដេអូនេះខ្ញុំដាក់វីដេអូរៀងកាត់ទេបាទហើយនៅចំណុចតែមដែលខ្ញុំបង្ហាញមិញនេះគឺអត់តមានដាច់តែមដាច់អីទេគឺនៅតែមសិនវាបាទនេះយើងត្រូវការដោះសបោដោះអីចេញចឹងទៅមកចៅមកអីដោះអានេះសម្រាប់ model សេរីផ្សេងក៏យើងអាចធ្វើបានដែរបងប្អូនសិនជាបងប្អូនមានបញ្ហាអាចយកមកធ្វើបានបាទអាចអង្គុយចាំយកបានអានេះយើងដោះកាមេរ៉ាមកក្រោយចេញសិនការពារដល់ពេលយើងជួសជុលអីទៅយើងធ្វើឲ្យប៉ះធូលីឬក៏ប្រយោយដៃឲ្យយើងប៉ះទៅវាឲ្យកាមេរ៉ាធ្វើឲ្យកាមេរ៉ាហ្នឹងគឺថតអត់ច្បាស់អញ្ចឹងបងប្អូនអានេះយើងធ្វើការផ្លុំឲ្យយើងយកឡាមយើងអាឡាមកោមុខមាត់យើងហ្នឹងយើងជាវាមកហើយយើងយកជាមួយនឹងស្លឹកអូសេស្លឹកថង់ដែលស្ដើងហ្នឹងយើងរកកាត់ម្ដងតិចទៅហើយការបែកបែបលក្ខណៈខ្លាំងទេយើងមិនអាចបខំបានទេបងយើងជាម្ដងតិចនេះបើខ្ញុំដាក់វីដេអូពេញវិញគឺវីដេអូនេះទំហំ30នាទីជាងបាទ30នាទីជាងបាទអានេះវីដេអូខ្ញុំកាត់សល់10នាទីជាងបាទហើយយើងជាមកគឺថ្នមមែនតើបងប្អូនទៅលើកន្លែងបែកនេះបើសិនជាការធ្វើរបស់យើងមានការប្រហែសចំណុចណាមួយធ្វើឲ្យក្រង់ហ្នឹងខូចទាំងស្រុងបណ្ដោយបាទប៉ុន្តែការធ្វើរបស់ខ្ញុំនេះគឺថ្នមបាទដោយសារការផ្លាស់ប្ដូរកញ្ចក់នេះគឺខ្ញុំមានបទពិសោធន៍ដូចជាយូរឆ្នាំដែរហើយបើរាប់តាំងពីខ្ញុំចេះដូរកញ្ចក់អេក្រង់នេះគឺរយៈពេលចូល7ឆ្នាំហើយបងប្អូនដែលខ្ញុំមានម៉ាស៊ីនទៅលើការជាកញ្ចក់នេះបាទគឺ7ឆ្នាំហើយអានេះយើងយកអំណែកវាបាយតិចគៀននឹងចេញទៅបាទតោះមកយើងយកអាស្គុតយើងរុំកែបងប្អូននេះយើងយកមកបិទពីលើនេះដើម្បីការពារពេលដែលយើងដាក់នៅលើម៉ាស៊ីនជាទៅយើងជាទៅវាដាច់អាបំណែកបែករីប៉ាយផ្សេងគ្នាទៅធ្វើឲ្យក្នុងការជាបំបែកយកកញ្ចក់បាយចេញគឺពិបាកធ្វើអញ្ចឹងបងប្អូនបាទតោះមកយើងយកស្លឹកអូសេស្លឹកថង់ស្ដាងយើងយកមកចាក់យកមុខការពេលដែលយើងអូសជាមួយនឹងខ្សែលួសចូលទៅធ្វើឲ្យវាចូល fill បាទតែចូល fill ហ្នឹងគឺផ្នែកផ្ទាំងការពារទៅលើរូបភាពបាទជាការជារបស់ខ្ញុំបាទសម្រាប់បងប្អូនមកជាងខ្លះគាត់មានវិធីសាស្ត្រក្នុងការធ្វើរៀងប្លែកខុសពីខ្ញុំបាទគាត់មានតិចនិចផ្សេងពីគ្នាអញ្ចឹងសម្រាប់មិត្តជាងយើងបងប្អូនយើងមានតិចនិចខុសគ្នាបាទនេះជារបៀបជាបងប្អូនជាបាទហើយយើងជាចិត្តដាច់ចឹងណាគឺអាការបែកយ៉ាងនេះនៅក្នុងវីដេអូនេះវារៀងលឿនបាទប៉ុន្តែដល់ពេលរបៀបធ្វើវិញគឺអត់លឿនទេបងប្អូននឹងយឺតដោយសារទូរស័ព្ទនេះមានការបែកខ្លាំងទៅលើជ្រុងខាងលើបាទអញ្ចឹងយើងធ្វើការថ្នមតែអានេះដល់វគ្គដែលយើងយកម៉ូទ័រមូអូសេឬក៏គេហៅថាមូយកផ្ដាច់កាវវាចេញការសម្អាតការនេះក៏យើងធ្វើការថ្នមដែរបងប្អូនគឺយើងមិនអាចយកដៃយកទៅសកត់ទៅលើអេក្រង់បានហើយព្រោះប្រភេទអេក្រង់ទូរស័ព្ទនេះគឺកញ្ចក់វាស្ដើងមែនតើបាទកន្លែងកញ្ចក់ខ្មៅហ្នឹងគឺស្ដើងណាអញ្ចឹងយើងធ្វើការថ្នមមែនតើបាទ
ហើយការសម្អាតកាវនេះក៏រឿងយូរដែរបាទគឺការមូទៅលើកាវនេះគឺយើងមូមួយបាទបឺនម្ដងតិចហើយណាមួយម៉ូទ័រដែលខ្ញុំប្រើនេះគឺរៀងខ្សោយដែរដោយសារម៉ូទ័រនេះក៏ប្រើរយៈពេលចូល6 7ឆ្នាំដែរចឹងវារៀងខ្សោយថ្មខ្សោយអីចឹងទៅស្មើដល់ពេលដែលយើងសម្អាតហើយបងប្អូនបាទនេះចាប់ផ្ដើមដែលយើងតិចទៀតយើងយកកណាត់ច្បាស់ជាមួយនឹងស្ប្រាយបាទនៅចាប់ផ្ដើមនៅវគ្គសម្អាតជាមួយកំទេចកាវដែលវានៅជាប់មួយអេក្រង់គឺការផ្លាស់ប្ដូរកញ្ចក់នេះគឺយើងត្រូវការផ្ចិតផ្ចង់ស្អាតមែនតើបាទបើយើងអាចតម្លាក់កញ្ចក់ទៅបានស្មើសាច់វាស្អាតវិញអញ្ចឹងណាវាអត់ឡើងពពុះឡើងអីចឹងណាបងប្អូនបងប្អូនបើសិនជាមានបញ្ហាអីអាចមកមើលបានបាទអាចមកសួរសិនក៏បានហើយបងប្រុសគាត់ឃើញគាត់ណាឃើញយើងផុសវីដេអូម្សិលមិញគាត់ឃើញវីដេអូផ្លឹមឡើងគាត់យកមកហើយយើងធ្វើភ្លាមបណ្ដោយបាទព្រោះគាត់ថាគាត់ស្ដាយទៅលើអេក្រង់ស៊ីនគាត់ចឹងណាគាត់ប្រើតែវាស្រួលចឹងបន្ទាប់ពីយើងសម្អាតកាវហើយយើងធ្វើការតេស្តជាមួយនឹងម៉ាស៊ីនម្ដងទៀតចឹងដឹងថាការធ្វើរបស់យើងវាមានទៅលើការខូចខាតថងណាអីអត់ចឹងណាប៉ុន្តែយើងតេស្តមើលទៅឃើញថាអេក្រង់នេះដល់ពេលយើងជាជាមួយនឹងម៉ាស៊ីនកម្ដៅទៅវាឡើងជួមជ្រុងខាងស្ដាំខាងក្រោមបន្តិចណាបាទនេះខ្ញុំចាប់ផ្ដើមយកស្គុតបិទកេះហ្នឹងយើងផ្ដិតហើយបំណែកជួមហ្នឹងវាញែកចេញពីគ្នាទៅយើងយកទៅដាក់ជាមួយនឹងម៉ាស៊ីនបឺតពពុះបាទរុញចូលម៉ាស៊ីនបឺតពពុះបាទយើងរុញចូលទៅបាទអានេះខ្ញុំរៀងកាត់រៀងលឿនដែរបាទរងចាំឲ្យ7នាទីបាទ7នាទីឥឡូវយើងដកចេញវិញហើយយើងធ្វើតេស្តមើលម្ដងទៀតថាការជាប់ដែលលើជ្រុងខាងក្រោមខាងស្ដាំហ្នឹងវាបាត់នៅបាទថាឃើញថាបាត់ហើយនេះជំរឿនចុចមើលលេដៃមួយតែឯងបងប្អូនរៀងពិបាកបន្តិចដៃមួយខាងកាន់កាមេរ៉ាដៃមួយខាងចុចរៀងយ៉ាប់ទៅលើការធ្វើតេស្តបាទយើងពិនិត្យមើលទៅឃើញថាជ្រុងខាងស្ដាំខាងក្រោមនេះគឺបាត់ជាប់ 100% គឺស្អាតហើយចាប់ផ្ដើមយើងយកទៅសម្អាតតម្លាក់កញ្ចក់ថ្មីចូលអានេះយើងដាក់ជាមួយនឹងពូលពណ៌ស្វាយបាយអពណ៌បៃតងនេះគឺយើងមើលទៅលើធូលីដីតើមានធូលីអីជាប់នៅលើអេក្រង់អត់ការពារដែលយើងតម្លាក់កញ្ចក់ថ្មីនេះចូលទៅគឺវាអត់ស្អាតអញ្ចឹងបងប្អូនហើយយើងចាប់ផ្ដើមសម្អាតហើយនេះហើយការតម្លាក់របស់ខ្ញុំនេះគឺខ្ញុំចំណាំដៃហ៎បងប្អូនខ្ញុំតម្លាក់ទាំងដៃអញ្ចឹងទេបាទកាលដែលខ្ញុំអត់តន់ចេះដំបូងខ្ញុំតម្លាក់ប្រើជាមួយនឹងតួបាទតួ frame អេក្រង់តួ frame សបកវាឥឡូវនេះខ្ញុំតម្លាក់ទាំងដៃទេបាទតម្រង់ទាំងដៃទេឥឡូវយើងអុកជាមួយផ្សំផ្សាយអាកាសហើយយើងក៏យកមកដាក់ជាមួយនឹងក្នុងបឺតពពុះឃើញថាគឺស្អាត 100% ហើយនេះចឹងយើងចាប់ផ្ដើមសម្អាតតួ frame នេះវិញបាទសម្អាតតួ frame នេះឲ្យស្អាតជុំវិញទៅដើម្បីយើងដាក់កាវថ្មីបាទដើម្បីពេលយើងដាក់កាវថ្មីទៅដាក់អេក្រង់ចូលទៅបងប្អូនវាស្មើល្អបាទឥឡូវយើងចាប់ផ្ដើមចាក់កាវបាទយើងស្មាតហើយយើងចាក់កាវបាទអានេះយើងកាវយើងប្រើកាវជាមួយកាវបិទអេក្រង់ពណ៌ខ្មៅបាទយើងបិទជុំវិញទៅយើងប្រើកាវពណ៌ខ្មៅនេះបងប្អូនវាមើលអត់សូវដឹងទៅលើដានកាវទេបាទបើយើងប្រើកាវពណ៌សយើងបិទទៅពេលយើងជូតសម្អាតឃើញដានកាវសគៀនតាម frame វាតិចអញ្ចឹងវាមើលអត់សូវស្អាតបាទហើយយើងចាប់គ្រឿងក្រៅឲ្យគ្រប់ជ្រុងជ្រោយចូលវិញទៅខ្ចៅមានម៉ានអីយើងដាក់ឲ្យគ្រប់គ្រាន់ទៅឲ្យអតិជនវិញបាទការពារវារៀងក្រៀកកន្លែងណាមួយវាអត់អត់ណែនតាណាមួយវាធ្វើឲ្យមានបញ្ហាទៅលើទូរស័ព្ទដែលគាត់ប្រើហ្នឹងបាទទូរស័ព្ទដែលយើងជួសជុលហ្នឹងបាទហើយតែយើងធ្វើអត់ស្អាតបងប្អូនដឹងស្រាប់ហើយតែធ្វើអត់ស្អាតមានបញ្ហា
គឺគេឈ្មោះគេទៅយុគឺនៅលើអ្នកធ្វើហ្នឹងឯបាទថាធ្វើមិនស្អាតភ្ញៀវគាត់និយាយតាមហ្នឹងហើយថាយើងធ្វើស្អាតភ្ញៀវក៏គាត់ជួយផ្សព្វផ្សាយពីកន្លែងយើងល្អមិនល្អចឹងថ្ងៃក្រោយគាត់មកជួយទិញជួយធ្វើយើងបន្តទៀតបាទបើយើងធ្វើមិនស្អាតគាត់ធ្វើតែម្ដងហ្នឹងលើក្រោយគាត់លែងមកធ្វើហើយម៉ែគ្រឿងក្រៅបាទយើងសម្អាតជុំវិញសម្អាតដីសម្អាតអីហើយយើងចាក់កៅទៅលើខ្នងក្រោយម្ដងទៀតហើយទៅលើការជួសជុលនេះបងប្អូនគឺតម្លៃធូរថ្លៃមែនតើបាទថាជាចុងក្រោយអរគុណបងប្អូនទាំងអស់គ្នាបាទហើយបងប្អូនកុំភ្លេចមានបញ្ហាទូរស័ព្ទកុំភ្លេចកូនតូចជាងធឿននៅខាងតួអង្គកាញ់អសទេចម្ងាយប្រហែល50ម៉ែត្របាទអរគុណច្រើនបាទ